ចូលដល់ខែវស្សាមេឃភ្លៀងធ្លាក់រាល់ថ្ងៃតែម្ដងបងប្អូនហើយអញ្ចឹងហើយខ្ញុំក៏នឹកឃើញឃ្លាតម្ហូបមួយយ៉ាងដែលមានឈ្មោះថាសម្លសន្លក់បង់ត្រីអាំងបងប្អូនអរគ្នាគឺត្រីអណ្ដែងអាំងអញ្ចឹងណាហើយបងប្អូនមើលទៅតំណងហូបអត់បាទគឺថាខ្ញុំចូលចិត្តខ្លាំងមែនតើលើជាដំបូងនេះគឺខ្ញុំដាំទឹកសិនបាទមានដាក់ស្លឹកគ្រៃហើយជាមួយនឹងខ្ទឹមសបន្តិចដាក់ចូលហើយបន្លែរបស់ខ្ញុំមានដូចស្លឹកចិន្លង់បាទស្នូលពោតផ្លែត្រប់ស្រួយហើយនឹងផ្លែពពាយជាមួយនឹងននោងជ្រុង2ផ្លែបន្ទាប់មកគឺខ្ញុំធ្វើការបេះបន្លែគឺស្លឹកជ្រលងមុនបាទដោយសារតែស្លឹកជ្រលងវាមានដីមានអីជាប់ចឹងទៅខ្ញុំក៏បេះវាដាក់កធុនផ្សេងបាទត្រាំទឹកត្រាំអីទុកចឹងណាហ្នឹងហើយបេះបែបនេះមកបាទគឺថាជ្រលងខ្ញុំចូលចិត្តហូបចឹងណាបងប្អូនបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានចិត្តននោងជ្រុងដែលបានបង្ហាញមិញហ្នឹងហើយស្នូលពោតគឺខ្ញុំដាក់ទាំងមូលទាំងវែងបែបនេះហើយពពាយនេះក៏បានកាត់វាជា2កំណាត់បែបនេះឯងចំណែកត្រប់និងពពាយខ្ញុំអត់បានដាក់ទាំងអស់ទេដោយសារតែវារាងច្រើនដែរអញ្ចឹងខ្ញុំក៏ទុកដើម្បីធ្វើម្ហូបអីផ្សេងក្រោយទៀតហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកលាងស្លឹកជ្រលង់ដែលបានត្រាំទឹករួចមិញនេះបាទគឺខ្ញុំលាងចំនួន3ទឹកលាងហើយលាងទៀតលាងហើយលាងទៀតលាងដើម្បីឲ្យជ្រះដីលាងដើម្បីឲ្យស្អាតដើម្បីអនាម័យសម្រាប់ខ្លួនឯងចឹងទៅពីព្រោះថាយើងធ្វើខ្លួនឯងយើងហូបខ្លួនឯងចឹងហើយយើងត្រូវតែធ្វើឲ្យស្អាតធ្វើឲ្យល្អបាទលាងធ្វើយ៉ាងណាឲ្យជ្រះទឹកអត់មិនឲ្យជ្រះទឹកទេបាទសំទោសគឺឲ្យជ្រះដីឲ្យមើលទៅទឹកឡើងថ្លាទើបឈប់លាងចឹងទៅបន្ទាប់ពីលាងស្លឹកជ្រលង់រួចបាទខ្ញុំក៏មកលាងបន្លែផ្សេងទៀតដែលមានពពាយត្រប់និងពោតបារាំងនឹងឯងបាទខ្ញុំលាងចំនួន3ទឹកដូចគ្នាក៏ប៉ុន្តែខ្ញុំបាទថតតែមួយទឹកទេបងប្អូនដោយសារតែបើយើងថតទាំងអស់វារាងវែងពេកចឹងទៅបាទជំហានបន្ទាប់គឺខ្ញុំធ្វើការបេះត្រីអណ្ដែងអាំងដែលខ្ញុំបានទិញនៅផ្សារមុននេះហើយត្រីនេះក៏មិនជាធំប្រមាណដែរបងប្អូនគឺថាតូចល្មមដែរទេហើយខ្ញុំបេះទុកជាដុំធំបែបនេះហើយខ្ញុំបេះត្រនងវាចេញបាទខ្ញុំដាក់យកតែសាច់ទេបងប្អូនត្រនងវាគឺខ្ញុំរើសចេញខ្ញុំដាក់ចូលទេពីព្រោះថាបើយើងដាក់ចូលទៅក៏វាអាហ្នឹងទៅពេលដែលត្រូវទឹកក្តៅទៅវារីកមើលទៅវាអត់ល្អមើលវាអត់ត្រនងហូបចឹងណាបន្ទាប់ពីបេះត្រីនិងចិតបន្លែលាងបន្លែរួចមកគឺថាទឹកដែលខ្ញុំបានដាក់ដាំមុននេះគឺថាពុះល្មមចឹងហើយខ្ញុំក៏មិនបង្អង់យូរដែរក៏មកចិញ្ច្រាំឲ្យចិញ្ជ្រុំប្រហុកបាទហើយប្រហុកនេះគឺខ្ញុំដាក់រៀងច្រើនតិចដោយសារតែខ្ញុំស្លចឹងខ្ញុំចង់ឲ្យរៀងក្លិនប្រហុកចឹងណាបងប្អូនជ្រុំប្រហុកបាទជ្រុំប្រហុករួចហើយខ្ញុំក៏បានបង់ត្រីអាំងដែលបេះរួចហ្នឹងចូលតែម្ដងដោយសារតែឲ្យវាចេញជាតិចេញអីចឹងណាឲ្យវាមានក្លិនភាយពេញបន្ទប់ចឹងទៅហើយស្លក់ទេប៉ុន្តែក្លិនឈ្ងុយណាស់បងប្អូនហើយដោយសារតែក្លិនប្រហុកយើងស្លក់យើងត្រូវដាក់ប្រហុកចឹងហើយខ្ញុំចូលចិត្តក្លិនរីងចាស់ចឹងខ្ញុំក៏ដាក់ប្រហុកច្រើនហើយក្លិនឈ្ងុយប្រហុកហ្នឹងណាបន្ទាប់ពីបង់ត្រីបានទឹកក្តៅមួយពុះមកខ្ញុំក៏ដាក់បន្លែចូលហើយបន្លែនេះគឺខ្ញុំដាក់ពោតបារាំងត្រប់ហើយនឹងននោងចូលមុនបាទពីហ្នឹងគឺដោយសារតែខ្ញុំចង់ឲ្យវារាងផុយបន្តិចបន្ទាប់មកខ្ញុំដួសពពុះដួសអីចេញបន្តិចហើយបានខ្ញុំដាក់ស្លឹកជ្រលងចូលហើយរបៀបធ្វើរបស់ខ្ញុំនេះមិនដឹងថាបងប្អូនធ្វើដូចខ្ញុំឬអត់ទេប៉ុន្តែទម្លាប់របស់ខ្ញុំពេលដែលខ្ញុំធ្វើម្ហូបខ្ញុំស្លក់អីហ្នឹងគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនទាំងអស់គ្នាធ្វើពីរបៀបខុសខ្ញុំបាទសូមមេត្តាជួយ comment ប្រាប់ខ្ញុំម្នាក់ពីផងហើយខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាទៅថាខ្ញុំភ្លេចបន្លែមួយយ៉ាងគឺល្ពៅបងប្អូនទាំងអស់គ្នាស្លសន្លក់បើសិនជាអត់មានល្ពៅទេគឺវាដូចជាខ្វះរសជាតិអីមួយយ៉ាងអញ្ចឹងណាឥឡូវចូលដល់វគ្គដាក់គ្រឿងហើយគឺខ្ញុំដាក់ប៊ីចេងស្ករបាទហើយអំបិលបន្តិចដែរអញ្ចឹងទៅហើយខ្ញុំអត់មានរ៉ូឌីទេដោយសារតែវាអស់អញ្ចឹងទៅខ្ញុំក៏អត់បានទិញហើយមេឃភ្លៀងផងខ្ញុំក៏មិនបានចេញទៅទិញទៀតដែរខ្ញុំក៏ធ្វើតាមដំណើរអញ្ចឹងទៅហើយនេះនៅពេលដែលម្ហូបយើងគឺចិត្តឆ្អិនហើយខ្ញុំក៏បានដួសស្លឹកគ្រៃដែលបានឆ្លីដាក់មុនហ្នឹងយកមកដាក់ខាងក្រៅមុនកុំឲ្យវាទឹះនៅពេលដែលយើងដួសម្ហូបមកហើយយើងស្រង់ដាក់ខាងក្រៅតិចស្រួលយើងស្រាយវាចេញអញ្ចឹងទៅឥឡូវនេះឃើញថាម្ហូបក៏បានឆ្អិនហើយដែរបងប្អូនទាំងអស់គ្នាពិសាបាយនៅអញ្ចឹងទេអញ្ជើញមកពិសាបាយជាមួយខ្ញុំទាំងអស់គ្នាណា